ចេះខ្មៅមាត់ខ្លះទេអីក្រែងលោកពុកនឹងអ្នកម្ដាយរបស់នាងនោះជាអ្នកភ្ជាប់សាច់ឈាមជាមួយនឹងគ្រួសារនោះហេតុអីក៏មកទម្លាក់ឲ្យខ្ញុំក៏ព្រោះតែគេស័ក្តិសមជាមួយនឹងនាងមនុស្សរស័តអណ្ដែតគ្មានម្ដាយដូចជានាងនេះគឺវាស័ក្តិសមនៅជាមួយមនុស្សប្រុសដែលឈឺគ្មានលុះថ្ងៃបែបនេះហើយអូត្រូវហើយនាងគ្មានម្ដាយបដៅនោះអីប៉ះត្រឹមខ្ញុំបានហើយលោកស្រីប្រពន្ធចុងគ្មានសិទ្ធិមកប៉ះម្ដាយខ្ញុំទេសូរិយាទន្ទាប្រៀបលេងបាំងភ្នំខាងលិចផ្ទះរបស់លោកសេដ្ឋីគ្រប់គ្នាបានទទួលទានអាហារពេលល្ងាចរួចនៅក្នុងផ្ទះរបស់លោកសេដ្ឋីមានឮសំឡេងតូចធំប្រកែកគ្នាដោយសារតែលោកសេដ្ឋីមង្គលនិងអ្នកស្រីកល្យានពីមុនមកធ្លាប់ជាប់មាត់ជាប់កជាមួយនឹងគ្រួសារលោកសេដ្ឋីមង្គលនិងអ្នកស្រីធូណាថាភ្ជាប់សាច់ឈាមកូនប្រុសកូនស្រីបើកាលណាពួកគេធំពេញវ័យកំឡោះក្រមុំរៀងខ្លួនអមរាជាកូនស្រីប្រពន្ធដើមម្ដាយបានស្លាប់ដោយគ្មានមូលហេតុជាយូរឆ្នាំមកហើយអមរានឹកហួសចិត្តជាពន់ពេកដែលពេលនេះបោះស្បាឲ្យអមរារៀបការជំនួសនាងទៅវិញព្រោះតែនាងដឹងថាលោកមនីដែលជាកូនប្រុសលោកសេដ្ឋីឧត្តមនិងលោកស្រីធូណាមានជំងឺប្រចាំកាយមួយថ្ងៃកាត់មួយថ្ងៃកោបងស្រីដាច់ខាតត្រូវទៅរៀបការជំនួសខ្ញុំមិនអាចទៅរៀបការជាមួយនឹងមនុស្សប្រុសដែលមានជំងឺប្រចាំកាយបែបនេះអញ្ចឹងនោះក៏តែនាងចេះនិយាយបែបនេះបាននេះមិនចេះខ្មៅមាត់ខ្លះទេអីក្រែងលោកពុកនឹងអ្នកម្ដាយរបស់នាងនោះជាអ្នកភ្ជាប់សាច់ឈាមជាមួយនឹងគ្រួសារនោះហេតុអីក៏មកទម្លាក់ឲ្យខ្ញុំក៏ព្រោះតែគេស័ក្តិសមជាមួយនឹងនាងមនុស្សរស័តអណ្ដែតគ្មានម្ដាយដូចជានាងនេះគឺវាស័ក្តិសមនៅជាមួយមនុស្សប្រុសដែលឈឺគ្មានលុះថ្ងៃបែបនេះហើយចង់នាងការឬមិនការជារឿងរបស់នាងទេប៉ុន្តែខ្ញុំរៀបការជំនួសនាងឡើយលោកបងស្ដាប់សម្ដីកូនស្រីរបស់លោកបងចុះដូចកូនដែលគ្មានពូជអម្បូរអូត្រូវហើយនាងគ្មានម្ដាយបដៅនោះអីប៉ះត្រឹមខ្ញុំបានហើយលោកស្រីប្រពន្ធចុងគ្មានសិទ្ធិមកប៉ះម្ដាយខ្ញុំទេនាងឯងនេះណែបានហើយហេតុអីក៏ឯងគ្មានច្បាប់ទម្លាប់សោះអញ្ចឹងគេក៏ជាម្ដាយនិងប្អូនស្រីឯងដែរលះបង់ដើម្បីប្អូនឯងបន្តិចមិនបានទេយ៉ាងណាក៏ឯងត្រូវរៀបការជំនួសនាងដែរប៉ុន្តែនាងមិនមែនជាប្អូនរបស់ខ្ញុំមកកើតទេអ្នកនាងអមរាគួរឲ្យអាណិនត្រូវលោកសេដ្ឋីទះកំភ្លៀងមួយកំភ្លៀងអមរាយំខ្ទប់មុខរត់ចេញពីទីនោះដោយក្តីឈឺចាប់ខ្ញុំស្អប់លោកពុកលំអៀងណាស់ក្រឡេកមកមើលផ្ទះរបស់លោកដុកទ័រកំឡោះមូរ៉ានៅគេងក្នុងបន្ទប់របស់លោកនាសម័យបច្ចុប្បន្នឯនេះវិញលោកដុកទ័រមូរ៉ាបានលូកដៃបាក់ទ្វារបន្ទប់ដើរមកអង្គុយរួចហើយក៏ប្រែខ្លួនគេងលើពូកទាំងអស់កម្លាំងលោកបាក់ភ្នែកមើលទៅលើមួយសន្ទុះរួចហើយលោកក៏នឹកឃើញភ្លាមអំពីចិញ្ចៀនបុរាណមួយដែលនៅក្នុងហោប៉ៅដែលលោកយាយម្នាក់បានឲ្យលោកមុននេះពេលលោកចេញពីបន្ទប់វះកាត់ក្នុងមន្ទីរពេទ្យលោកដុកទ័រដកចិញ្ចៀនមករួចក៏មើលនឹកឆ្ងល់អំពីសម្ដីរបស់លោកយាយចំណាស់នោះណាស់តើចិញ្ចៀននេះជារបស់ខ្ញុំពីពេលណាបើខ្ញុំមិនដែលមានវាផងនឹកដល់ចំណុចត្រង់នេះលោកដុកទ័រកំឡោះមូរ៉ាក៏ស្រមៃអំពីទិដ្ឋភាពហេតុការណ៍ដែលលោកបានជួបហើយលោកកំពុងតែមានចម្ងល់វិលវល់ពេញខួរក្បាលរបស់លោកអំពីចិញ្ចៀនខ្មែរបុរាណជាពិសេសលោកយាយចំណាស់ដែលបានប្រគល់វាឲ្យលោកនោះព្រមទាំងផ្ដេសផ្ដាំឲ្យលោកថែរក្សាវាឲ្យបានល្អថែមទៀតផងលោកយាយតើលោកយាយជាសាច់ញាតិអ្នកជំងឺវាកាត់មែនទេអ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ហើយលោកយាយចំណាស់មិនបានឆ្លើយតបនឹងសំណួររបស់លោកដុកទ័រនោះទេប៉ុន្តែលោកយាយចំណាស់សក់សពេញក្បាលមុខមាត់មានស្នាមជ្រាវជ្រួញបែរជាញញឹមសម្លឹងមើលមុខអ្នកកំឡោះនោះទាំងមិនដាក់ភ្នែកកៅភ្នែកលោកយាយបង្ហាញពីការសប្បាយចិត្តដែលបានជួបអ្នកកំឡោះដុកទ័រមានចិត្តល្អចេះជួយអ្នកដទៃនិងមានក្តីមេត្តាចំពោះមនុស្សជុំវិញខ្លួនរំពេចនោះលោកយាយក៏លួចទាញដៃបរោះនោះរួចពាក់ចិញ្ចៀនបុរាណមួយវង់នៅដៃអ្នកកំឡោះរបស់យើងបន្ទាប់មកក៏ពោលពាក្យទាំងញញឹមថាខ្ញុំរកម្ចាស់របស់ឯងឃើញហើយអ្នកកំឡោះត្រូវតែថែរក្សាចិញ្ចៀននេះឲ្យបានល្អវានឹងនាំលាភសំណាងដល់អ្នកកំឡោះមនុស្សល្អដូចជាលោកដុកទ័រទេវតានឹងតាមថែរក្សាលោកយាយពោលពាក្យនេះរួចក៏ស្រាប់តែលោកយាយបាត់ខ្លួនភ្លាមជាហេតុធ្វើឲ្យលោកដុកទ័រកំឡោះនោះភ្ញាក់ផ្អើលនិងងាករកមើលលោកយាយជុំវិញខ្លួនប៉ុន្តែបាត់ស្រមោលលោកយាយឈឹងតែម្ដងលោកយាយបាត់ទៅណាហើយកុំប្រាប់ថានេះខ្ញុំត្រូវខ្មោចលងទាំងថ្ងៃណាតើរឿងនេះវាយ៉ាងម៉េចឲ្យប្រកាសទេតើលោកយាយគឺជានរណាហេតុអីក៏បាត់ខ្លួនភ្លាមនៅចំពោះមុខខ្ញុំបើសិនជាខ្មោច
ហេតុអីក៏ឲ្យចិញ្ចៀននេះមកខ្ញុំឬក៏លោកយាយជាទេវតា ដោយហេតុតែឆ្ងល់មិនអស់ចិត្តអ្នកកំឡោះដុកទ័រម៉ារ៉ាក៏សម្លឹងមើលចិញ្ចៀនរួចក៏ដាច់ចិត្តពាក់ចិញ្ចៀនអភូតហេតុចម្លែកក៏បានកាត់ឡើងលើអ្នកកំឡោះពិតមែនដោយអ្នកកំឡោះបានឆ្លងពេលវេលាទៅសម័យចំនួនមុនក្នុងគ្រួសារលោកសេដ្ឋីមង្គលព្រលឹងអ្នកកំឡោះបានចូលក្នុងខ្លួនរបស់លោកមនីដែលជាកូនប្រុសលោកសេដ្ឋីមង្គលនិងគ្រួសារធូណាក្រុមគ្រួសារកំពុងតែយំបោកខ្លួនបោកប្រានក៏ព្រោះតែកូនប្រុសជាទីស្រឡាញ់និងប្តីដ៏ល្អរបស់អ្នកនាងអមរាត្រូវបានស្លាប់ដោយសារជំងឺគាំងបេះដូងលោកដុកទ័របើកភ្នែកភ្ញាក់ខ្លួនហើយក៏ឆ្ងល់មនុស្សម្នាគ្រប់គ្នាកំពុងតែយំ តើអ្នកទាំងអស់គ្នាជានរណាហេតុអីក៏យំបែបនេះមានរឿងអីមែនទេ គ្រប់គ្នាគ្រាន់តែឮសំឡេងអ្នកប្រុសម្នីក៏និយាយឆោឡោភ្ញាក់ផ្អើលនិងសប្បាយចិត្តម្នាក់ស្ទុះស្ទាមកអោបកូនភ្លាម កូនប្រុសកូនមិនទាន់ស្លាប់ទេកូនប្រសាប្តីកូនមិនទាន់ស្លាប់ទេលោកប្តីពិតជានៅមានជីវិតពិតមែនទេអរគុណទេវតាដែលឲ្យបងត្រឡប់មករកអូនវិញ ឈប់សិនអ្នកនាងប្រហែលជាអ្នកទាំងអស់គ្នាមានការយល់ច្រឡំអីហើយខ្ញុំមិនដែលស្គាល់អ្នកទាំងអស់គ្នាទេសូមទោសផងអ្នកនាងខ្ញុំមិនមែនជាប្តីរបស់អ្នកនាងទេមួយថ្ងៃខ្ញុំរវល់នឹងការងារណាកុំថាឡើយមានប្រពន្ធសូមបីតែញ៉ាំអាហារក៏អត់ត្រង់មុនហើយខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ផងក្រោយដុកទ័រនិយាយបែបនេះហើយគ្រប់គ្នាក៏ឆ្ងល់នៅអ្វីដែលលោកដុកទ័រនិយាយនិងមើលមុខគ្នាទៅវិញទៅមកទាំងងឿងឆ្ងល់ព្រះអាទិត្យចាប់ផ្ដើមរៀបលេងដុកទ័រឈរសម្លឹងមើលក្នុងចិត្តមានមន្ទិលក្នុងខ្លួនតើមានរឿងអ្វីកើតឡើងចំពោះគេតើមានរឿងអីចំពោះខ្ញុំហេតុអីក៏ខ្ញុំនៅក្នុងផ្ទះនេះគ្រប់គ្នាសុទ្ធតែខ្ញុំមិនដែលស្គាល់ប៉ុន្តែគ្រប់គ្នាបែរជាថាខ្ញុំជាកូននិងប្តីតើរឿងនេះវាយ៉ាងម៉េចទៅវិញខ្ញុំពិតជាមិនយល់ទេលោកប្តីអញ្ជើញទៅពិសាទឹកដោះគោស្រស់ស្រាន់តិចទៅលោកប្តីចូលចិត្តសឹងអីដុកទ័រងាកមករកអ្នកនាងអមរារួចហើយក៏សួរទៅអ្នកនាងភ្លាមតែម្ដងព្រោះចង់ដឹងអ្នកនាងតើអ្នកនាងអាចបញ្ជាក់ប្រាប់ខ្ញុំបានទេថាវាគឺជាសបិនឬអ្នកនាងអមរាគ្រាន់តែឮលោកដុកទ័រកំឡោះសួរនាំសំណួរបែបនេះក៏ហូរទឹកភ្នែកអាណិតលោកប្តីរបស់នាងមួយរំពេចព្រោះតែនាងបានយល់ច្រឡំថាដុកទ័រគឺជាអ្នកប្រុសម្នីនិងជាស្វាមីរបស់នាងតែធៀបពិតប្រលឹងម្ចាស់រូបគឺបានស្លាប់បាត់ទៅហើយប្រលឹងដែលខំក្រុមម្ចាស់រូបគឺជាវិញ្ញាណរបស់ដុកទ័រម៉ូរ៉ាទៅវិញអ្នកនាងអមរាលោកដៃចាប់ដៃដុកទ័ររួចហើយក៏ពោលពីអាណិតលោកប្តីទាំងទឹកភ្នែកលោកប្តីមិនថាអស់ប្រាក់ប្រមាណទេអូននឹងព្យាបាលលោកប្តីឲ្យជាសះស្បើយពីជំងឺទាំងអស់នេះឃើញបងបែបនេះអូនពិតជាអាណិតបងខ្លាំងណាស់ហេតុអីក៏នាងយំឃើញអមរាស្រក់ទឹកភ្នែកដោយមិនបងអង្គយូដុកទ័រកំឡោះក៏លោកដៃជូតទឹកភ្នែកឲ្យនាងកុំយំអីខ្ញុំមិនបានជឿអីទេខ្ញុំមានសុខភាពល្អណាស់ខ្ញុំក៏ជាដុកទ័រភ្នែកវាកាត់ដល់ពូកែអ្នកណាក៏គេស្គាល់ខ្ញុំដែរអ្នកនាងអមរាលោកដៃអោបប្តីទាំងហូរទឹកភ្នែកដុកទ័រលើកដៃឡើងលើមិនហ៊ានអោបនាងនោះទេងាកឆ្វេងងាកស្ដាំខ្លាចក្រែងមានអ្នកណាមកឃើញយល់ថាពួកគេធ្វើអ្វីមិនសមភ្នែកញាតិលោកប្តីបងឈប់និយាយទៀតទៅអូននឹងរកគ្រូពេទ្យដែលល្អបំផុតមកព្យាបាលឲ្យបងអ្នកនាងបើគេមកឃើញច្បាស់ជាមិនល្អចំពោះអ្នកនាងទេអមរាយកដៃប៉ះមាត់របស់លោកដុកទ័ររួចហើយនិយាយទាំងខ្សឹកខ្សួលបន្តទៀតអូនជាប្រពន្ធរៀបការពេញច្បាប់របស់បងណាលោកប្តីតើអ្នកណាហ៊ានថាឲ្យយើងនោះតើបងពិតជាភ្លេចរឿងរបស់ពួកយើងទាំងអស់ហើយមែនទេត្រូវហើយជំងឺរបស់លោកប្តីប្រហែលជាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលហើយទើបលោកប្តីចាំអ្វីមិនបានសំបីតែបន្តិចបងជឿអូនចុះអូននឹងឲ្យគេស្វែងរកគ្រូពេទ្យដែលល្អមកព្យាបាលបងពេលព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យក៏ចាប់ផ្ដើមរះពីទិសខាងកើតលោកសេដ្ឋីមង្គលនិងលោកស្រីធូណាកំពុងរៀបចំបាយអាហារសម្រាប់4ស្រាក់រួចជាស្រេចចំណែកអមរាជាកូនប្រសារនិងលោកដុកទ័រអមរាចូលមកក្នុងសម្លៀកបំពាក់ស្រស់ស្អាតលោកដុកទ័រនឹកនិយាយក្នុងចិត្តបើមើលតាមការស្លៀកពាក់របស់អ្នកគ្រប់គ្នាច្បាស់ណាស់គឺសម័យលង្វែងតើខ្ញុំអាចមកទីនេះបានដោយរបៀបណានេះខ្ញុំកំពុងតែរស់នៅក្នុងពេលវេលាថយក្រោយហើយមែនទេមកហើយឯកូនតើសុខភាពរបស់កូនមិនអីទេមែនទេមនីកូនលោកស្រីសួរខ្ញុំមិនអីនោះទេឮកូនប្រុសជាទីស្រឡាញ់ពោលពាក្យបែបនេះបេះដូងលោកស្រីស្ទើរតែប្រេះស្លាប់ទៅហើយ
ទោះបីជាកូនប្រុសមានអភូតហេតុរស់ឡើងវិញប៉ុន្តែការចងចាំមិនបានសូម្បីតែបន្តិចលោកស្រីងាកមើលមុខប្តីរួចក៏លួចនិយាយខ្សឹបទៅកាន់លោកសេដ្ឋីលោកបងតើយើងគិតធ្វើយ៉ាងម៉េចទៀតទៅនេះកូនប្រុសយើងមិនចាំពួកយើងសូម្បីតែម្នាក់ ព្រះសង្ឃនិមន្តមកហើយរឿងនេះអូនកុំបារម្ភបងបានឲ្យគេដាក់រកគ្រូពេនខ្លាំងពូកែមកពិនិត្យកូនយើងហើយ បន្ទាប់ពីលោកសេដ្ឋីនិយាយរួចគ្រប់គ្នាក៏ប្រគេនស្រាក់បាយ4ស្រាក់និងមានផ្កាឈូកដើម្បីប្រគេនព្រះសង្ឃ4អង្គនិងមានក្មេងវត្តម្នាក់ឈរក្បែរព្រះសង្ឃផងសុខភាពបេះដូងលោកប្រុសគ្មានអ្វីចម្លែកទេសុខភាពល្អណាស់ ថាមិញជំងឺបេះដូងកូនខ្ញុំលែងមានបញ្ហាហើយលោកគ្រូពេទ្យសាក់ពិនិត្យបន្តិចទៅ ត្រូវឲ្យលោកគ្រូពេនកូនខ្ញុំមានជំងឺនេះយូរមកហើយហេតុអីក៏ពេលនេះលែងមានអីទៅវិញច្បាស់ណាស់លោកសេដ្ឋីលោកប្រុសពិតជាគ្មានអ្វីពិតមែនគ្រប់យ៉ាងគឺល្អទាំងអស់ លោកគ្រូពេទ្យហើយចុះផ្នែកខួរក្បាលវិញនោះ ក៏ដូចជាគ្មានអ្វីប្លែកដូចគ្នាគឺប្រកបដីទាំងអស់ គ្រប់គ្នាមើលមុខគ្នាក្រោយឮលោកគ្រូពេទ្យនិយាយអំពីស្ថានភាពជំងឺអ្នកនាងអមរាមិនអស់ចិត្តក៏សួរនាំលោកគ្រូពេទ្យបន្តលោកគ្រូពេទ្យហើយចុះបញ្ហាដែលលោកប្តីរបស់ខ្ញុំមិនស្គាល់ពួកខ្ញុំសំបីតែម្នាក់នោះតើរឿងនេះបណ្ដាលមកពីអ្វីវិញទៅ រឿងនេះមានតែចាំតាមដានបន្តទៀតតែប៉ុណ្ណោះតែឥឡូវនេះឲ្យលោកប្រុសសម្រាប់ឲ្យបានច្រើនក្រែងលោកប្រុសអាចនឹកឃើញអ្វីគ្រប់យ៉ាងមកវិញព្រោះបើតាមការពិនិត្យលោកប្រុសគឺគ្មានអ្វីពិតមែនពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំមិនដែលជួបពីមុនមកដែរវាពិតជាចម្លែកមិនគួរឲ្យជឿទេ របស់ទាំងនេះពិតជារបស់ខ្មែរពីសម័យមុនពិតមែនសុទ្ធសឹងតែជារបស់ដែលមានតម្លៃតើពេលនេះខ្ញុំត្រូវគិតយ៉ាងម៉េចបន្តទៀតទៅបើខ្ញុំប្រាប់គ្រប់គ្នាថាខ្ញុំមិនមែនជាកូនរបស់គាត់ច្បាស់ជាមិនជឿនិងគិតថាខ្ញុំមានជំងឺដែលព្យាបាលមិនជាចាក់ជាមិនខានឡើយមើលទៅគ្រួសារនេះក៏មិនជាអាក្រក់ដែរគាត់ស្រឡាញ់កូនប្រុសគាត់ណាស់ហើយចុះបើចូលជាព្រលឹងខ្ញុំចូលក្នុងខ្លួនរបស់កូនពួកគាត់ហើយខ្ញុំមានតែសម្ដែងជាកូនប្រុសរបស់គាត់ បើមិនដូច្នោះទេពួកគាត់ច្បាស់ជាពិបាកចិនជាងនេះជាមិនខាន និយាយរួចដុកទ័រម៉ូរ៉ាក៏ដើរមើលរបស់បន្តទៀតចំណែកលោកស្រីធូណានិងលោកសេដ្ឋីក៏ឈរសម្លឹងមើលមុខមនីពីក្រោយពីចម្ងាយមិនឲ្យដុកទ័រម៉ូរ៉ាឃើញឡើយលោកបងឃើញទីនោះកូននិយាយម្នាក់ឯងខ្ញុំមិនបារម្ភមិនបានទីណាលោកបង កុំមាត់លឺពេកក្រែងកូនយើងជឿបងនឹងឲ្យគេស្វែងរកគ្រូពេទ្យពូកែមកព្យាបាលកូនយើងទៀនអូនកុំអារម្មណ៍អីណា ឃើញកូនបែបនេះខ្ញុំពិតជាពិបាកចិត្តណាស់ បងថាពួកយើងមានតែស្និទ្ធស្នាលជាមួយកូនយើងជាងនេះហើយទៅបានជាយាមរំលឹករឿងចាស់ក្រែងគេបានចាំមកវិញ លោកបងនិយាយត្រូវទោះបីជាពេលនេះគេមិនចងចាំអ្វីទាំងអស់ពិតមែនប៉ុន្តែយ៉ាងណាក៏ទេវតាក៏បានឲ្យកូនរបស់យើងងើបស្លាប់រស់ឡើងវិញដែរ បងគិតថាអូនគួរតែប្រាប់កូនប្រសាឲ្យឧស្សាហ៍នាំគុណមនីដើរលេងខ្លះផងទៅក្រែងគេឆាប់បានប្រសើរចំណែករឿងមុខជំនួយរបស់យើងវិញទុកឲ្យបងជាអ្នកចាត់ចែងចុះ ចាលោកបង នៅផ្សារបន្លែត្រីមានមនុស្សម្នាជាច្រើនលក់ដូរអ្នកនាងអមរានាំលោកម៉ូរ៉ាមកទិញសាច់និងបន្លែអីយ៉ាអ្នកនាងអមរាថ្ងៃនេះនាំអ្នកប្រុសមនីមកដល់តូបលក់សាច់របស់ខ្ញុំតែម្ដងហើយណោះអើយឮថាថ្ងៃបូជាអ្នកប្រុសស្រាប់តែដឹងខ្លួនឡើងវិញឮហើយខ្ញុំត្រេកអរចំនួនអ្នកនាងខ្លាំងណាស់អរគុណហើយបងវីមនុស្សល្អទេវតានឹងតាមថែរក្សាហើយសុខភាពអ្នកប្រុសពេលនេះបានស្រួលបួលវិញហើយមែនទេ ខ្ញុំជាដុកទ័រសង្ហាម្នាក់ច្បាស់ណាស់ថាសុខភាពខ្ញុំល្អ ចាអ្នកប្រុសថាម៉េចអូបងវីកុំចាប់អារម្មណ៍សម្ដីរបស់លោកប្តីខ្ញុំអីគាត់និយាយលេងជាមួយបងទេ នឹងហើយខ្ញុំនិយាយលេងបានសើចទេបិសយចេះភ្លេចខ្លួនទៅកើន ហើយចា
អ្នកប្រុសចេះលេងសើចទៀតឥឡូវនេះបងជួយធ្វើត្រីឲ្យខ្ញុំពីរផងណាខ្ញុំយកត្រីណាដែលធំជាងគេចាអ្នកនាងអ្នកលក់ក៏ចាប់ផ្ដើមរើសត្រីធំមកឲ្យនាងអមរាស្រាប់ពេលដែលអ្នកលក់ក៏ស្រាប់តែវិលមុខរកខ្យល់ចង់ដួលអ្នកនាងអមរានិងលោកដុកទ័រម៉ូរ៉ាក៏ទៅជួយទប់ខ្លួនអ្នកលក់ទាន់ពេលអូយខ្ញុំកាត់អីចេះបងវីកាត់អីហ្នឹងនៅសុកក៏ទៅជាអញ្ចឹងខ្ញុំក៏មិនដឹងថាមកពីហេតុអីដែរអ្នកនាងអើយ ទុកឲ្យខ្ញុំវិញ លោកដុកទ័រកំឡោះម៉ូរ៉ាក៏ចាប់ដៃអ្នកលក់ត្រីស្ទាបជីបចរ សុខភាពបងស្រីមិនអីទេគ្រាន់តែខ្សែបន្តិចបងស្រីប្រហែលជាគេមិនបានគ្រប់គ្រាន់ដូច្នេះបងស្រីគួរតែគេឲ្យបានគ្រប់គ្រាន់និងញ៉ាំអាហារបានទៀងទាត់អ្នកប្រុសនិយាយស្អីខ្ញុំស្ដាប់មិនយល់ទេស្អីគេទៅស្អីទៅញ៉ាំគឺអញ្ចេះទេបងគាត់ប្រាប់បងឲ្យសម្រាប់ឲ្យបានច្រើនសម្រាប់ឲ្យបានក្រុមនិងហូបឲ្យទៀងទាត់ពេលទៅជំងឺបងឆាប់ជាសះស្បើយឡើងវិញអូយអ្នកប្រុសនិយាយស្អីចម្លែកខ្ញុំស្ដាប់មិនយល់ចាខ្ញុំអរគុណហើយត្រូវហើយបងស្រីត្រូវតែសម្រាប់បានគ្រប់គ្រាន់ទើបសុខភាពបងស្រីឆាប់បានប្រសើរអ្នកនាងអមរានិងលោកដុកទ័រកំឡោះរបស់ជើងកំពុងតែដើរតាមផ្លូវត្រឡប់មកផ្ទះវិញខណៈនោះក៏បានជួបបុស្បានិងលោកស្រីកល្យានជាម្ដាយអ្នកទាំងពីរឌឺដងផ្លែផ្កាដាក់អ្នកនាងអមរាបញ្ញាប់ទៅណាអីក៏លឿនម្លេះអីយ៉ូយបណ្ដាប្តីដែលមានជំងឺជាប់ក្នុងខ្លួនផងណោះពិតជាមិនចេះខ្មាស់គេមែនថ្ងៃមុនលើថាប្រពន្ធអ្នកប្រុសបិទតែនឹងបូជាអ្នកប្រុសទៅឲ្យមែនទេប៉ុន្តែមនុស្សដូចជាអ្នកប្រុសនេះពិតជាស័ក្តិសមនឹងបងស្រីខ្ញុំណាស់ម្នាក់គ្រាន់តែជាស្រីដែលគ្មានម្ដាយបីបាច់ចិញ្ចឹមថែរក្សាហើយម្នាក់ទៀតជាមនុស្សប្រុសដែលអូយមនុស្សប្រុសដែលធ្វើអីមិនកើតអ្នកនាងអមរាដែលទ្រាំនឹងសម្ដីបុស្បាដែលជាប្អូនស្រីមើងងាយដល់ប្តីរបស់ខ្លួនមិនបានភ្លាមនាងក៏បានទះកំភ្លៀងបុស្បាមួយដៃភ្លាមផងដែរអ្នកនាងអមរាមិនក៏នាងឯងហ៊ានវាយជើងម៉ែមើលណោនាងឯងឈួតហើយហេហេតុអីក៏វាយកូនជើងហាខ្ញុំប្រមាននាងបោះស្បាតែប៉ុណ្ណោះនាងប៉ះពាល់ខ្ញុំបានខ្ញុំមិនថាអីទេប៉ុន្តែនាងមិនអាចប៉ះពាល់លោកប្តីរបស់ខ្ញុំបានទៀតទេកុំថាខ្ញុំមិនបានប្រាប់ឲ្យសោះណាអាយ៉ាអ្នកនាងអមរាមិនធម្មតាដែរតើបែបនេះគួរឲ្យចាប់អារម្មណ៍ណាស់តោះលោកប្តីចឹងទៅអ្នកនាងអមរាចាប់កាន់ដៃលោកប្តីរបស់អ្នកនាងរួចក៏ដើរចេញទៅនាងឯងចាំមើលណាថ្ងៃនេះយើងផ្ញើទុកសិនចុះអ្នកនាងអមរានៅតែកាន់ដៃរបស់លោកប្តីរបស់អ្នកនាងដើរតាមផ្លូវទាំងទឹកមុខនៅខឹងលោកដុកទ័រកំឡោះជើងឃើញហើយក៏ឈប់និយាយដើម្បីឲ្យអ្នកនាងអមរាមានអារម្មណ៍ល្អឡើងវិញជប់សិនតើពួកគេជានរណាហេតុអីក៏ពួកគេធ្វើបែបនេះដាក់នាងឲ្យអូនសុំទៅផងដែលអូនមិនអាចការពារបងពីការមើលងាយរបស់ពួកគេបានមិនអីទេប៉ុន្តែតើនាងអាចប្រាប់ជុំពីពួកគេបានទេលោកប្តីពិតជាមិនដឹងអីមែនទេលោកប្តីភ្លេចហើយថាដំបងលោកប្តីក៏ពេញចិត្តនាងដែរប៉ុន្តែហេតុអីក៏ជានាងវិញដែលជាភរិយារបស់ខ្ញុំគ្រាន់តែជាមនុស្សចំនួនលោកប្តីក៏យកព្រមផ្លាស់ប្ដូរគូហេតុផលគឺដោយសារតែនាងបោះស្បាមិនបានគិតថាបងជាមនុស្សមិនបានការនិងមានជំងឺប្រចាំកាយលោកប្តីដឹងទេថ្ងៃខ្លះជំងឺរបស់លោកប្តីធ្វើទុកពី3ដងក៏មានដែរលោកពុកនិងអ្នកម៉ែគឺបារម្ភពីលោកប្តីខ្លាំងណាស់តើខ្ញុំអាចសួរសំណួរមួយទៀតបានទេលោកប្តីសួរមកចុះតើអ្នកនាងស្រឡាញ់ខ្ញុំដែរទេនៅពេលដែលដឹងថាសុខភាពខ្ញុំមិនល្អហើយជាពិសេសមកចំនួនអ្នកនាងបោះស្បាទៀតហេតុអីក៏លោកប្តីសួរអូនបែបនេះសុំទៅផងបើការសួររបស់ខ្ញុំធ្វើឲ្យអ្នកនាងមិនសប្បាយចិត្តលោកប្តីជាមនុស្សល្អបំផុតមើលថែអូនបានយ៉ាងល្អអូនមករស់នៅជាមួយលោកប្តីគឺមានតែភាពកក់ក្ដៅខុសពីនៅផ្ទះឆ្ងាញ់ណាស់ដែលមានម្ដាយកូនចិត្តអប្រៃចាំតែធ្វើបាបអូនចំណានឈ្នានេះក្នុងចិត្តខ្លាចតែអូនល្អជាងដោយលោកប្តីឃើញមុននេះអញ្ចឹងចុះ
បើសិនជាថ្ងៃណាមួយខ្ញុំមិនមែនជាប្តីរបស់អ្នកនាងតែអ្នកនាង អត់ទេលោកប្តីឈប់និយាយទៅឃើញលោកប្តីមានជីវិតត្រឡប់មកវិញអូនក៏សប្បាយចិត្តវិញណាស់ទៅហើយសប្បាយចិត្តរកអ្វីព្រាមមិនបាននោះទេអូនមិនចង់ឃ្លាតពីបងទៀតទេ ហេតុអីក៏រកពេលអ្នកនាងអមរាអោបខ្ញុំបេះដូងរបស់ខ្ញុំលូតញាប់ម្លេះទប់ចិត្តទប់ចិននេះគឺជារាងកាយរបស់ប្តីនាងទេនាងមិនបានអោបខ្ញុំទេប៉ុន្តែក៏មិនអីដែរខ្ញុំនឹងសម្ដែងដើម្បីឲ្យគ្រប់គ្នាសប្បាយចិត្តវិញ ពេលជុំមកដល់ពន្លឺព្រះច័ន្ទភ្លឺថ្លាចាំងចូលបន្ទប់របស់អ្នកនាងអមរាខណៈអមរាកំពុងងូតទឹកលោកដុកទ័រម៉ូរ៉ាកំពុងសម្លឹងមើលទៅលើមេឃទាំងទឹកមុខហាក់កំពុងគិតរឿងជាច្រើន យប់នេះពលឺព្រះច័ន្ទពិតជារះស្រស់ស្អាតណាស់ប៉ុន្តែចិត្តខ្ញុំបែរជាកំពុងវិលវល់មិនដឹងថាតើខ្ញុំគួរត្រឡប់ទៅផ្ទះវិញដោយរបៀបណាបើសិនថ្ងៃណាមួយខ្ញុំចាកចេញពីទីនេះបានតើគ្រប់គ្នានឹងទៅជាយ៉ាងណាទេហើយបើគ្រប់គ្នាដឹងថាខ្ញុំមិនមែនជាអ្នកប្រុសម្នីតើគ្រប់គ្នានឹងខឹងស្អប់ខ្ញុំដែរទេ និយាយរួចដុកទ័រម៉ូរ៉ាក៏សម្លឹងមើលទៅមេឃបន្តទៀតទាំងទឹកមុខអស់សង្ឃឹមតើលោកប្តីកំពុងតែគិតអីនឹង គ្មានគិតអីទេអ្នកនាង នេះលោកប្តីប្រុងហៅអូនអ្នកនាងដល់ពេលណាទៀត សុំទោសផងនេះមកពីខ្ញុំមិនទាន់ទម្លាប់ បើលោកប្តីនៅតែហៅអូនបែបនេះទៀតអូនអន់ចិត្តជាមួយលោកប្តីហើយណា បាន តើវគ្គបន្តសាច់រឿងនឹងទៅជាយ៉ាងណាដែរតើម្ដាយកូននឹងរកវិធីអ្វីដើម្បីបំបាច់បំបាក់ប្តីប្រពន្ធគេសូមរងចាំទស្សនាភាគបន្តសូមអរគុណ